ตะไลมันตลาดนี้ทลายเบอร์จำนวนได้เวียบานเมียนกำลังยอเปลี่ยนแล้วดอกกี้เด้งทลายในสหรัฐได้โจจอง$70,000$70,000ใช่นี่อายุประมาณชนะไหมนี่ตามดังเพิ่งบอกว่าแซนนี่อายุโจมาภัยชนามเชียงไงบรถวิ่งก็พายยังเศร้าจะจังมันนะว่ามวยหยิบตีลงต่อเชียงมาปอนไม้นี่โอ้ยล้วนมันเตอร์นะปอนนี่หล่อสมัยเตชอคือก่อนอาชีเลยบาไทยเนี่ยแต่ก่อนเจชีมองคือก่อนชีมวยโกนมวยไอ้จังเลยชีเลยใส่ยังมีประมาณว่านี่ปัจจุบันมีดอกบุญกว่าក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI មុនដំបូងគេបង្អស់នៅប្រទេសកម្ពុជាហើយបងប្អូនចង់ទិញដ្រូនសម្រាប់ចម្ការឬក៏ធ្វើកសិកម្មផ្សេងៗទាំងអស់នេះអាចតាក់ទងជាមួយនឹង PLC បានតាម Telegram 081 40 00 06បាទទាំងអស់គ្នាខ្ញុំកំពុងនៅក្នុងរោងសេះបាទថ្ងៃនេះនាំតគ្នាមកស្គាល់នោះអាមកក្បាលនោះនិយាយរួមឈរអត់ហ៊ានឈរចិត្តវាព្រោះមើលទៅវាខ្ពស់បាទវាធំហើយជាពូជសេះប៉ុណ្ណឹងបាទហើយនេះគឺនៅ SB Run ផ្ទាល់តែម្ដងដែលមានគោប្រមាណច្រើនប៉ុន្តែថតគោហើយមកមើលសេះបន្តិចដោយសារគាត់មានគោអំណងបាទចាក់ខុសវិស័យទៅលើសេះផងដែរបាទអញ្ចឹងជំរាបសួរបាទជំរាបសួរបងបាទអញ្ចឹងឥឡូវសេះយើងមានប្រមាណក្បាលនេះបច្ចុប្បន្នមាន14ក្បាលបងអូបាទក្បាលហើយ5 6 7ក្បាលហ្នឹងគឺជាពូជសេះបរទេសតែម្ដងបាទនេះពូជសេះមកពីណាអានេះពូជសេះយើងទិញពីសហរដ្ឋអាមេរិកមកTono Breed បាទជាសេះប៉ុណ្ណឹងអូបាទហើយអ្វីជាចាក់ខុសវិស័យដែលយើងមកចិញ្ចឹមសេះនេះដើម្បីអីបាទអញ្ចឹងអរគុណបងអីដូចបងប្អូនបានឃើញអញ្ចឹងមិញយើងទៅថតគោ5ម៉ាន់អាប់ឡូតពូអញ្ចឹងណាបាទហើយក្នុងនេះផងដែរក្រុមហ៊ុន SV Rent យើងគឺមាននាំសេះពូល្បីមកពីសហរដ្ឋអាមេរិកទីគោមកចង់អាប់ឡូតពូនៅប្រទេសយើងដែរបាទយើងដឹងហើយថានៅពេលដែលថតរឿងថតកតខ្មែរយើងម្ដងសេះទុយទេប៉ុន្តែចាក់ខុសវិស័យយើងនេះយើងគិតថា5ឆ្នាំឬ10ឆ្នាំទៀតពូជTono Breed របស់យើងនេះនឹងរីកសាយនៅក្នុងប្រទេសរបស់យើងតាមរយៈបងប្អូនដែលឆ្លាញ់សេះនឹងគាត់យកមកបង្កាត់បានអញ្ចឹងណានេះជាគោលម្ដងទី1ហើយគោលម្ដងទី2ក៏យើងបង្ហាត់ដល់ពូជសេះនឹងឲ្យទៅជាសេះទេសចរតែសេះទេសចរអញ្ចឹងអាចបងប្អូនគាត់ចង់មកថតអាពាហ៍ពិពាហ៍នៅកសិដ្ឋានយើងអាចនិយាយថាជាអេកូទេសចរបាទដោយតោះនេះពុំមើលទៅភ្នំនៅខាងក្រោយភ្នំមានសួនមានអីចឹងណាអញ្ចឹងប្តីប្រពន្ធបាទគឺគាត់មកបាទអាចថតលេងកូនកន្លោះកូនកំមុំឡើងជិះសេះអ្នកមួយទៅថតរូបបាទស្អាតទេស្អាតបាទទេសចរអញ្ចឹងណាហើយយើងអាចមកថតអាពាហ៍ពិពាហ៍ក៏បានហើយបងប្អូនឬក៏គ្រួសារមកថតយកទេសភាពជាប់ជើងភ្នំជាប់អីសួនផ្សេងតាមយកលក្ខណៈទេសចរបានអញ្ចឹងណាមកជិះសេះលេងបាទកែទីផ្ទាល់តែម្ដងបាទហើយយើងបរៀនជិះសេះឥឡូវមានបងប្រុសគាត់ជាគេហៅថាគ្រូសេះបងអ្នកជួយប្រវត្តិបងប្អូនអត់ចេះជិះសេះយើងមានសម្លៀកបំពាក់ជិះសេះបាទដូចមួកបងហើយយើងមានខោអាវដូចជាមានទូសេះសម្រាប់ទៅជិះគាត់បាទទេអញ្ចឹងណានឹងនេះយើងធ្លាប់ប៉ុណ្ណឹងសេះធ្លាប់ម្ដងឆ្នាំ2020យ៉ាងម៉េចទៅកាលនឹងយើងប៉ុណ្ណឹងសេះបែបណាតាមពិតឃើញថាល្អហើយមានបងប្អូនយើងនៅកែបចិត្តនេះគាត់មកលេងច្រើនហើយការប្រកួតការនោះគឺរៀបចំដោយលោកអភិបាលខេត្តបាទហើយសហការគ្នាជាមួយនឹងកសិដ្ឋានយើងឲ្យមានការប្រណាំងសេះជាមិត្តភាពកីឡា12ខេត្តមកចូលរួមនៅទីនេះបាទអញ្ចឹងមើលឃើញថាទី1សប្បាយបាទទី2យើងចង់បង្ហាញអំពីកីឡាករបុរាណយើងកន្លងមកណាដែលចាស់ពីមុនមកគាត់មានសេះមានអីចឹងគាត់ពីដើមណាបាទអញ្ចឹងយើងចង់លើកស្ទួយវិស័យសេះនឹងឡើងវិញដែរបាទហើយកំពុងតែនិយាយមួយនៅនេះនឹកឃើញថាមិនដឹងថាតំបន់អង្គរយើងមកបានសេះសង្ហាអូតអស់គ្នាមើលសេះនៅសាច់ដុំអូសាច់ដុំសុំចាញ់ហ្មងបាទគ្នាយើងកំពុងមើលវីដេអូនេះតាមស្រួលសាច់ដុំតាមស្រួលចាញ់សេះនេះទេអូសាច់ដុំវាចាញ់មកស្អាតមើលបាទដោយសារវាជាសេះប៉ុណ្ណាបាទបើសិនបើសេះសង្ហាអញ្ចឹងណាហើយពាក់សម្លៀកបំពាក់បុរាណខ្មែរយើងចូលក្នុងអង្គរមិនដឹងជឿអូយថតរូបមិនដឹងជាស្អាតយ៉ាងណាបាទខ្ញុំគិតថាប្រហែលជាបើយើងយកទៅមាននៅកន្លែងអង្គរសេះភ្ញៀវទេសចរជាពិសេសបរទេសចូលចិត្តបាទ
ហើយសំខាន់មែនទែនគឺតបខ្មែរយើងបាទតបខ្មែរយើងដោយសារបុរាណគឺប្រើសេះនេះឯងបាទអញ្ចឹងឡើងលើសេះហ្នឹងគឺសង្ហាហ្មងបាទត្រូវហើយបងបាទហើយនៅនេះគឺឯកទេសខាងកាត់ពុកបាទឯកទេសខាងកាត់ពុកអញ្ចឹងបែរថាទៅមុខទៀតយើងនឹងយកទឹកស្ពើមសេះដូចទឹកស្ពើមគោដែរឥឡូវយើងកំពុងតែរៀបចំកន្លែងយើងយកស្ពើមសេះហើយហើយគាត់ថាក្នុងឆ្នាំ2021ខាងមុខនេះគឺនឹងចាប់ផ្ដើមមានលក់ទឹកស្ពើមសេះហើយអញ្ចឹងបាទចែកចាយទូទាំងប្រទេសដូចគ្នាដែរបាទដើម្បីឲ្យពូជសេះកាន់តែធំបាទសង្ហាបាទជីកបានលឿនបាទជីកបានលឿនគឺសម្រាប់បងប្អូនដែលគាត់ស្រឡាញ់សេះហើយមួយទៀតក៏សម្រាប់បងប្អូនយើងដែលគាត់ចង់យកសេះមានពូជល្អទៅដាក់ជាលក្ខណៈទេសចរកន្លែងគាត់អញ្ចឹងគាត់អាចមកបង្កាត់ពូជបានបាទពួកនេះល្អសម្រាប់ទេសចរគឺគាត់អាចជិះលេងបាទហើយអ្នកដែលគាត់ចេះជិះហ្មងគឺគាត់ជិះមួយកូនមួយអីចឹងជិះលើសេះលេងបាទមើលទេសភាពហ្នឹងគឺវាជួយដល់វិស័យទេសចរច្រើនត្រូវបងបាទហើយសេះនេះអាយុប្រហែលឆ្នាំហើយនេះតាមដឹងក្នុងប្រវត្តិសេះនេះអាយុចូល20ឆ្នាំជាងហើយនេះចូល20ឆ្នាំជាងហើយយើងលែងឲ្យវាជាប៉ុណ្ណឹងហើយប៉ុន្តែយើងព្យាយាមចម្រាញ់យកស្ពើមវាដើម្បីបង្កាត់ទៅជារក្សាពូជវាបានល្អបាទវាធ្លាប់តែជាសេះប៉ុណ្ណឹងឥឡូវលែងប៉ុណ្ណឹងហើយប៉ុន្តែខ្ញុំឆ្ងល់ហេតុអីបានវារក្សាសាច់ដុំបានទេព្រោះទី1ដោយសារនៅទីនេះយើងមានកន្លែងសម្រាប់ប្រវឹកវាសម្រាប់ប្រវឹកវាឲ្យវារត់លេងហើយទី2ការមើលថែទាំដិតដល់តាមបច្ចេកទេសគ្រូសេះយើងអញ្ចឹងទៅឲ្យល្អសំភាពល្អបាទហើយទាំងអស់គ្នានៅនេះក៏មានប្រកាសពូជគោប្រមាណដែរបាទអូយហើយល្អមែនតើបាទហើយសាច់ក៏ល្អហើយទៅអនាគតបាទគោប្រមាណគឺកាន់តែច្រើនគោដែលមានគុណភាពកាន់តែច្រើនប្រកាសជាមួយនឹងពូជគោនៅខ្មែរយើងនេះគឺកាន់តែច្រើនបាទក្រៅពិសេសនេះបាទហើយទាំងអស់គ្នាបានមើលវីដេអូខ្លីនេះហើយសូមទាំងអស់គ្នាមកលេងបាទមកលេង SV Ranch បាទដែលជាកសិដ្ឋានសេះរបស់ខ្មែរយើងបាទឥឡូវហ្នឹងទៅតែ17ក្បាលទេ14ក្បាល14ក្បាលទេប៉ុន្តែគឺកំពុងតែខំប្រកាត់បន្ថែមបាទហើយយ៉ាងណាគឺនេះបរោះសង្ហាមួយនេះគឺត្រូវបានរក្សាមេជីវិតរួចហើយបាទហើយក៏កំពុងតែប្រកាសមួយនឹងសេះផ្សេងទៀតបាទមានបងប្អូនយើងនៅខាងប៉ែកព្រះវិហារគាត់មានសេះហើយគាត់ដឹកសេះដាក់ឡានយកមកប្រកាសនៅទីនេះហើយមានបងប្អូនយើងនៅកំពង់ចាមមានបងប្អូនយើងនៅខេត្តកំពតនៅជិតហ្នឹងគាត់មានសេះគាត់យកមកប្រកាសដោយសារគាត់បានឃើញបានដឹងទៅគាត់ស្រឡាញ់ពូជហ្នឹងហើយពូជហ្នឹងគាត់អាចសើចនៅក្នុង YouTube សើចនៅអីទៅឃើញហើយពូជប៉ុណ្ណឹងសេះនេះបាទល្បឿនលឿនបាទល្បឿនលឿនហើយអានេះកាលវា1នាទីជិះប្រហែលម៉ែត្រអាមួយនេះ1000ម៉ែត្រជាង1000ម៉ែត្រជាងទេបាទហើយពូជនេះមួយនេះគឺយើងទិញមកពីប្រទេសគេហើយការដែលវាពេញកម្លាំងរត់គឺវាទទួលបានពៀនច្រើនបាទហើយសម្បីកូនវាសាក្រោយនៅប្រទេសថៃដែលជំនាន់មុនហ្នឹងក៏បានពៀនច្រើនដែរបាទអញ្ចឹងពូជវាល្អជើងខ្លាំងណានេះបាទជើងខ្លាំងជាជើងឯកហើយយើងអាចចាប់ផ្ដើមបង្កាត់ពូជាមួយនឹងសេះនៅក្នុងស្រុកយើងផងដែរបាទហើយចង់បញ្ជាក់មួយបងប្អូនទេថាសេះនេះគឺក្រុមហ៊ុនយើងបានទិញពីសហរដ្ឋអាមេរិកមកបាទនៅពេលដែលយើងបានទៅទស្សនកិច្ចមើលគោ5ម៉ាន់ហើយទៅលេងដល់កន្លែងទីលានប៉ុណ្ណឹងសេះរបស់គេហើយម្ចាស់កសិដ្ឋានសម្រាប់ចិត្តយកមកប្រកាសពូជរបស់យើងតែថ្លៃហ្មងថ្លៃនេះថ្លៃបើជំនាន់ដែលវាបានមានកម្លាំងយកពៀនរហូតដល់គេដេញថ្លៃនៅសហរដ្ឋអាមេរិកចូលចង់$70,000 $70,000ប៉ុន្តែនៅពេលដែលយើងទិញយកមកនេះតម្លៃដល់ហ្នឹងទេបាទតម្លៃហ្នឹងដល់សារវាចូលនិវត្តន៍ហើយប៉ុន្តែពេលដែលវាបានពៀនបងប្អូនអាចសើចនៅក្នុងប្រវត្តិសេះនេះគឺឈ្មោះវាអមតៈអញ្ចឹងប្រវត្តិវាគឺជាសេះកំពូលហើយបាទជាសេះកំពូលបាទហើយរហូតដល់$70,000បាទអូយអានេះមិនចាញ់ឡានស្ពណ៌ហ្មងទេមួយនេះបើរត់វិញក៏ប្រហែលជាមិនសូវជាចាញ់ហ្មងដែរបាទ1នាទីលោតដល់ជាង1000ម៉ែត្រនេះអូយលឿនមែនតើផ្លុបទៅដល់នោះបាទអញ្ចឹងមេថាយើងបញ្ជាក់កន្លែងវងកញ្ចក់ហ្នឹងមេថា$70,000ហ្នឹងមិនមែនក្រុមហ៊ុនយើងទិញតម្លៃហ្នឹងមកទេមេថាជាតម្លៃដែលគេដេញថ្លៃនៅសហរដ្ឋអាមេរិកទេប៉ុន្តែនៅពេលដែលវាចូលនិវត្តន៍ក្រុមហ៊ុនយើងសម្រាប់ចិត្តទិញយកមកប្រកាត់ពូជតម្លៃគេលក់អត់តម្លៃ
ច់ហ្នឹងទេ បាទ បាទតម្លៃវាដូចជាតាមខ្ញុំដឹងពីមេដូចជាចន្លោះខ្ទង់$20000បាទចាំន័យថាវាចូលវិវត្តលែងប៉ុណ្ណឹង បាទ បាទលែងប៉ុណ្ណឹងប៉ុន្តែយើងត្រូវការយកពូជវាមកផលិតទឹកស្ពឺម បាទអរគុណនេះបាទអញ្ចឹងតោះគ្នាចង់ចេះជាសេះចង់មកមើលសេះសង្ហាសេះលឿនបាទតោះគ្នាអាចមក SB Ranch បាទហើយអូយមានកន្លែងស្អាតណាស់តោះគ្នាមើលជើងភ្នំឥឡូវមេឃពងភ្លៀងមកទៀត តែភាពកាន់តែស្អាតមកនេះ សុភាពស្អាតមែនតើហើយតោះគ្នាមកថ្ងៃលិចនេះហើយបើមកថត pre wedding អូមហាស្អាតហ្មង បាទនេះគឺជាកន្លែងកសិដ្ឋានរបស់ខ្មែរយើងដែលកំពុងតែបណ្ដុះពូជសេះបាទពូជគោប្រាម៉ាន់អីហ្នឹងឲ្យបានសម្បូរបែបនៅស្រុកខ្មែរយើងផ្ទាល់តែម្ដងបាទអញ្ចឹងអាចចូល page របស់ SB Ranch បាទហើយទាំងអស់គ្នាអាចតាក់ទងមួយនឹងក្រុមហ៊ុនតចុះ បាទ អរគុណច្រើន អរគុណច្រើនបងបាទ